អង្គដោយចំដាយមួយដែលកើតឡើងនៅក្នុងគុំគ្រឹះមួយនេះយ៉ាងចាំទៅគឺមានមនុស្សជាច្រើនមែនទែនដែលគេល្បីតគ្នាថាភូមិគ្រឹះនេះគឺឡងសាហាវខ្លាំងមែនទែនហើយបរិះដែលគាត់គឺជាម្ចាស់ភូមិគ្រឹះហ្នឹងគឺអត់មានព័ត៌មានណាច្បាស់លាស់ដែលអាចនិយាយបានថាគាត់ត្រូវបានស្លាប់ក្នុងភូមិគ្រឹះហ្នឹងឬក៏គាត់រត់ចោលភូមិគ្រឹះនេះភូមិគ្រឹះនេះគឺស្ថិតនៅរដ្ឋ Wisconsin មានឈ្មោះថា Summervine គឺជាភូមិគ្រឹះរបស់បុរសម្នាក់ដែលគាត់បានសាងសង់តាំងពីទសវត្សរ៍ទី20ហើយភូមិគ្រឹះនេះគឺសាងសង់នៅលើច្រាំងWest Bay អ្នកតាគ្នាអ្នកនេះគឺជាម្ចាស់ភូមិគ្រឹះ Summervine ដែលមានឈ្មោះថា Robert Lemon ទសវត្សរ៍20គឺគេល្បីថាភូមិគ្រឹះ Summervine ហ្នឹងគឺជាភូមិគ្រឹះដ៏ធំមួយដែលសាងសង់ដោយស្ថាបត្យករដ៏ប្រណិតមែនទែនប៉ុន្តែចុងក្រោយគឺភូមិគ្រឹះ Summervine នេះគឺមានរឿងចំណាយជាច្រើនរឿងចំណាយហ្នឹងគឺជារឿងអីគេខ្ញុំបានស្ដាប់រឿងខ្លះគឺគេបាននិយាយថាមានពេលយប់មួយលោក Robert ដែលគាត់ជាម្ចាស់ភូមិគ្រឹះ Summervine នេះនៅពេលដែលគាត់កំពុងតែគេងគាត់ឮសំឡេងព្រិចព្រុសនៅក្នុងភូមិគ្រឹះគាត់អញ្ចឹងទីមួយគាត់ទៅថាចោលអញ្ចឹងគាត់ក៏បានយកកំភ្លើងដើម្បីបាញ់ចោលនៅក្នុងទីធ្លាងងឹតតែគាត់អត់មានភ្លើងបើកទេអញ្ចឹងនៅពេលដែលគាត់បាញ់ហើយពេលដែលគាត់បើកចង្កៀងគាត់ទៅក៏មិនមែនជាចោលទេអ្នកទាំងគ្នាគឺគាត់បានបាញ់ទ្វារនៅក្នុងភូមិគ្រឹះគាត់ប៉ុណ្ណោះហើយអ្នកខ្លះទៀតបាននិយាយថាលោក Robert នឹងគឺគាត់បានស្លាប់នៅក្នុងភូមិគ្រឹះគាត់ផ្ទាល់ហើយគាត់ខ្លាចទៅជាវិញ្ញាណមួយដែលឡងសាហាវមែនទែនមានព័ត៌មានច្បាស់មួយណាទេដែលអាចនិយាយបានថាលោក Robert ឡាមុននឹងគាត់ត្រូវបានស្លាប់ឬក៏គាត់រត់ចោលភូមិគ្រឹះរបស់គាត់តាមកន្លងផុតទៅនៅឆ្នាំ1970គឺមានប្តីប្រពន្ធមួយគូគឺបានទិញនៅភូមិគ្រឹះ Summervine នឹងប្តីមានឈ្មោះថា Arnold ប្រពន្ធមានឈ្មោះថា Ginger តទៅពីប្តីប្រពន្ធមួយគូនឹងបានទិញនៅភូមិគ្រឹះ Summervine ហើយគឺជួបរឿងចម្លែកភ្លាមតែម្ដងនៅយប់ថ្ងៃទី1នៅពេលដែលគាត់បានទិញនឹងបំអួតក៏ដូចជាទ្វាររបស់ភូមិគ្រឹះ Summervine ដែលគាត់បានទិញនឹងគឺវាបើកបិទដោយខ្លួនឯងហើយថែមទាំងឮសំឡេងមនុស្សស្រែកទៀតតពីយប់នោះហើយយប់ថ្ងៃទី2ហ្នឹងប្រិយប្រពន្ធ Arnold ក៏ដូចជា Ginger ហ្នឹងគឺគាត់បានហែកជាងប្រហែលជាប្រមាណអ្នកដើម្បីមកចូលភូមិគ្រឹះហ្នឹងដែលសារតែភូមិគ្រឹះហ្នឹងគឺកន្លែងខ្លះគឺវាបាក់បាយវាពុកផុយអញ្ចឹងទៅអញ្ចឹងគឺពួកគាត់ហ្នឹងគឺបានចូលរហូតដល់ពេលយប់នៅពេលដែលកម្មករជាមួយនឹងលោក Arnold ដែលជាប្រិយរបស់អ្នកនាង Ginger ហ្នឹងគាត់កំពុងតែចូលខាងក្រោយភូមិគ្រឹះ Summervine ហ្នឹងគាត់បានប្រទះឃើញក្រុងឆ្អឹងរបស់មនុស្សគឺនៅទាំងមូលតែម្ដងប៉ុន្តែនៅពេលដែលពួកគាត់ក្រុងនឹងយកឆ្អឹងនោះដើម្បីឲ្យប៉ូលីសស៊ើបអង្កេតចឹងទៅស្រាប់តែបាត់ក្រុងឆ្អឹងនោះអញ្ចឹងគេអាចសន្មតថានេះគឺជាប្រឡំក៏អត់ដូចជាវិញ្ញាណដែលសន្ធិដ្ឋនៅក្នុងផ្ទះនោះគឺបានធ្វើឲ្យប្តីរបស់អ្នកនាង Ginger ហ្នឹងគឺគាត់បានឃើញចឹងទៅចាប់តាំងពីលោក Arnold ដែលជាប្តីរបស់អ្នកនាង Ginger ដែលគាត់បានឃើញក្រុងឆ្អឹងនឹងមកលោក Arnold បានប្រែក្លាយទៅជាមនុស្សថ្មីគាត់អង្គុយសង្កប់នៅក្នុងភូមិគ្រឹះ Summervine នឹងតែម្នាក់ឯងគាត់អង្គុយពេលខ្លះអង្គុយសញ្ជុកសញ្ចង់មិននិយាយដល់ប្រពន្ធកូនទេហើយគាត់ខ្លាចជាមនុស្សឆេតឆៅពេលខ្លះគាត់អង្គុយនៅកន្លែង piano លេងនៅកណ្ដាលផ្ទះហ្នឹងណាគឺគាត់អង្គុយស្ងាត់តែម្នាក់ឯងហ្មងរហូតដល់អ្នកនាង Ginger ដែលគាត់ជាប្រពន្ធលោក Arnold ហ្នឹងគឺគាត់បានយកកូនគាត់រត់ចោលប្តីគាត់តែម្ដងទៅដល់ពាក់ព័ន្ធជាមួយនឹងភូមិគ្រឹះ Summervine វាមិនមែនមានតែរឿងប៉ុណ្ណឹងគឺវាមានរឿងជាច្រើនមែនតើដែលខ្ញុំនិយាយអត់ទេប៉ុន្តែភូមិគ្រឹះ Summervine នៅតែคล้ายទៅជាកន្លែងមួយដែលជាចំណាប់អារម្មណ៍របស់អ្នកដែលគាត់ចូលចិត្តស្រាវជ្រាវចង់ដឹងចាំឮរឿងខ្មោចតែងតែចូលទៅសង្កេតអ្វីដែលពួកគេទទួលបានវិញហ្នឹងគឺពួកគេតែងតែបានឃើញស្រមោលខ្មៅក៏ដូចជាសំឡេងចម្លែកដែលស្រែកចេញមកពីភូមិគ្រឹះ Summervine ហ្នឹងគឺមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកទាំងគ្នានៅឆ្នាំ1988ភូមិគ្រឹះ Summervine សុកស្រាប់តែមានអគ្គិភ័យគឺអ្នកដែលគាត់សិក្សាស្រាវជ្រាវរឿងខ្មោចបាននិយាយថាភូមិគ្រឹះនេះគឺមានវិញ្ញាណសន្តានចង់វិញ្ញាណហ្នឹងគឺបានដុតបំផ្លាញខ្លួនឯងដោយសារតែគំនុំខូខើគំនុំចិត្តប្រៃផ្សាយចាំទៅគឺអត់អាចទប់ខ្លួនឯងបានណាក៏បានដុតបំផ្លាញភូមិគ្រឹះហ្នឹងអញ្ចឹងអ្នកដែលគាត់ចង់ដឹងពាក់ព័ន្ធជាមួយនឹងរឿងអាចកំបាំងចិត្តច្រើនរបស់ភូមិគ្រឹះ Summervine គឺអាចឆែកដាក់ Summervine ទៅអ្នកទាំងគ្នានឹងដឹងថារឿងរ៉ាវពីក្រៅភូមិគ្រឹះនេះគឺពិតជាសាហាវ